ផ្លាច់ផ្នែកទៀតហើយកន្លែងថ្មីនៅចិត្តក៏ស្ដាច់នេះដែលមានអាងទឹកវែងជាងគេគឺនៅ Royal Beach នេះអ្នកទាំងអស់គ្នាអើយគឺស្រស់ស្អាតមែនតើហ្មងនៅចិត្តក៏ស្ដាច់ពួកយើងអាចដើរលេងនៅលើកោះក្បាននៅលើគោកក្បានដែរហើយពួកយើងក៏អាចជួលទូកស្ទូចត្រីជាមួយនឹងមិត្តភ័ក្តិយើងសប្បាយអជាមួយនឹងការស្ទូចត្រីស្ទូចមឹកនេះជុំគ្នាអ្នកទាំងអស់គ្នាអើយគឺសប្បាយមែនតើអាងទឹកដែលវែងជាងគេនៅស្រុកខ្មែរហើយជាប់មាត់សមុទ្រដែលមានទេសភាពស្រស់ស្អាតនេះគឺអត់នៅណាឆ្ងាយទេអ្នកទាំងអស់គ្នានៅ Royal Beach Resort នៅជិតផាយពរជប៉ុនចម្លងទៅកោះស្ដាច់អ្នកទាំងអស់គ្នាគឺមានឆ្នេរខ្សាច់វែងញឡាយការរៀបចំមានដើមដូងមានកន្លែងអង្គុយលេងទឹកសមុទ្រថ្ងៃលិចអីនេះគឺស្រស់ស្អាតមែនតើហ្មងនៅ Royal Beach នេះហើយសម្រាប់វិឡាពួកយើងស្នាក់នៅនេះគឺមាន3បន្ទប់គេខាងមុខផ្ទះមានទាំងអាងហែលទឹកនិងកន្លែងញ៉ាំអីធ្វើម្ហូបជុំគ្នាបានហើយកន្លែងទទួលភ្ញៀវនិងញ៉ាំអាហារខាងក្នុងផ្ទះធំទូលាយមែនតើហើយអីដែលពិសេសនេះគឺមានចានឆ្នាំងចង្ក្រាននៅខាងក្នុងនេះពួកយើងអាចធ្វើម្ហូបខាងក្នុងនេះក៏បានដែរហើយយើងញ៉ាំខាងក្រៅខាងក្នុងក៏បានគឺធំទូលាយមែនតើហ្មងវិឡាមួយហើយបន្ទប់នីមួយៗការរៀបចំដេក័រមកឡើងម៉ូដឺនស៊ីវិល័យស័ក្តិសមជាមួយនឹងសម័យកាលថ្មីនេះទាំងពូកគេនិងសម្ភារៈប្រើប្រាស់ទាំងអស់នៅក្នុងវិឡានេះគឺខ្ញុំពេញចិត្តមែនតើហ្មងហើយនៅ Royal Beach នេះមានទាំងកាហ្វេមានទាំងម៉ាតហើយព្រឹកឡើងយើងមកញ៉ាំអាហារពេលព្រឹកមកយើងមិនបាច់ធ្វើម្ហូបញ៉ាំទៀតទេគឺគេមាន free អាហារពេលព្រឹក breakfast និយាយទៅលើកទី1ហើយដែលខ្ញុំទៅ resort ដែលមានលក្ខណៈធំចេះហើយអ្នកទាំងអស់គ្នាគឺកន្លែងញ៉ាំអីពេលព្រឹកទាំងវិឡាទាំងកន្លែងដើរលេងអាងទឹកអីនេះគឺវែងគឺធំទូលាយមែនតើហ្មងនៅ resort នេះគឺយើងអាចជួលកង់អង្គុយនៅជុំវិញនេះបានបណ្ដើរវិញឆ្ងាយអ្នកទាំងអស់គ្នាហើយមិនត្រឹមតែមានអាងទឹកវែងសម្រាប់មនុស្សធំអីទេគឺសម្រាប់ក្មេងៗអីក៏គាត់អាចលេងបានដែរហើយមានទាំង steam sauna ទឹកក្តៅទឹកត្រជាក់កន្លែងជីមអីប៉ុណ្ណឹងគឺមានសពគ្រប់បែបយ៉ាងតែម្ដងហើយនៅអាងទឹកវែងនេះក៏មាន mini bar សម្រាប់យើងញ៉ាំ cocktail ហែលទឹកផ្ដើញ៉ាំ cocktail មើលថ្ងៃលិចផ្ដើជីវិតយើងកាន់តែរីករាយកាន់តែស្រស់បំព្រងតែម្ដងថ្ងៃខ្ញុំទៅនឹងអត់មានថ្ងៃលិចទេថ្ងៃលិចដែលអស់បាត់ហើយគឺមេឃសតុំភ្លៀងរាំងហ្នឹងគឺស្ដាយសឹងអីហើយនេះគឺថ្ងៃទី1នេះគឺមេឃសតុំមេឃភ្លៀងពួកខ្ញុំនៅតែក្នុងបន្ទប់ទេថ្ងៃទី2បានដើរលេងស្ទូចត្រីអីនេះហើយពេលទៅដល់កន្លែងស្ទូចត្រីហ្នឹងខ្ញុំស្ទូចបានមុនគេហើយអ្នកទាំងអស់គ្នាអើយគឺត្រីនេះអត់ដឹងត្រីអីទេតែធំមែនតើហើយបន្ទាប់មកស្ទូចបានមឹកទៀតហើយមឹកនេះតោងខ្ញុំឡើង2 3ដងហើយខ្ញុំអត់ដឹងថាមឹកយឺតដល់ឆ្ងល់ស្អីគេក៏លើកមកបានមឹកឡើង2 3បើថាមុននឹងដឹងមឹកមិនដឹងបានប្រហែលក្បាលទេមឹកនេះហើយស្ទូចបានត្រីបានមឹកគួសមដែរហ្នឹងអ្នកទាំងអស់គ្នាគឺសប្បាយលេងមែនតើហ្មងហើយបរិយាកាសសប្បាយនៅសមុទ្រចេះហើយយើងញ៉ាំជាមួយនឹង Gatsby Snow នេះមានរកុលត្រឹមតែ 3.9% ទេគឺស្រួលញ៉ាំស្រួលលេបរសជាតិស្រាលសុទ្ធទន់ Gatsby Snow រសជាតិស្រាលជាងគេក្លិបជាងគេ Gatsby Snow is cool like that ហើយបន្ទាប់ពីចេញពីស្ទូចត្រីវិញក៏ពួកយើងចូលកោះស្ដាច់លេងមួយផ្លែតដែរគឺយើងជួលម៉ូតូអាគុយនេះជិះដើរលេងនៅជុំវិញកោះស្ដាច់នេះគឺសប្បាយមែនតើអ្នកទាំងអស់គ្នាអើយដល់រដូវកាលសមុទ្រចុងឆ្នាំនេះហើយបបួលគ្នាមកលេងកោះស្ដាច់ជុំគ្នាមួយជើងអញ្ចឹងទៅគឺសប្បាយមែនតើអ្នកទាំងអស់គ្នាតែដឹងតែមិនងាយហើយមកទ្រីបមួយជើងជុំគ្នាបបួលគ្នា2 3ឆ្នាំអីមិនដឹងបានដើរលេងនៅផងនេះហើយវីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត